មកជើងទស្សនាបាទគូវគ្គផ្ដាច់គ្រាន់ដណ្ដើមប្រាក់លានគូទី6ទឹកទី1រវាងបង្គោលក្រហមអាឡិចកៅបាទប៉ះជាមួយនឹងបង្គោលខៀវអាម៉ាត់បាទបាទស៊ូមីឌាបាទគាត់ក្រោយគាត់តាមសំអីអូយបាទទៅត្រឡប់កាត់គាត់ឆ្វេងបាទដើរចូលគាត់ក្រោមរបស់អាឡិចកៅឃើញថាកង់បែកកង់ហើយចឹងគាត់ចាក់ហែនបាទចាក់ប្រហូកចោលអស់បាទគាត់ឆ្វេងរបស់មីសុតមីនីខៅឆ្វេងគាត់ក្រោមកាត់ខៅឆ្វេងគាត់ក្រោមរបស់អាឡិចកៅថែមគាត់ស្ដាំតងបោកដៃបាទនេះក្បាច់ពិសេសរបស់គាត់ហើយគឺបោកដៃសម្រាប់បង្គោលខៀវបាទហាម៉ាត់បាទស៊ូមីនីបាទហើយគាត់ស្ដួលកីឡាករនេះគីក្នុងក្បាច់នេះហើយចែកខកល្អមែនទេសម្រាប់បង្គោលខៀវមកពីប្រទេសអឺរ៉ុបនេះគាត់ក្រោមបាទធាក់ឆ្វេងថែមអាឡិចកៅគាត់ក្រោមខៅឆ្វេងម្ដាយរបស់អាឡិចកៅស៊ូមីនីគាត់ក្រោមថែមគាត់ក្រោមតងគាត់ក្រោមតងថែម3ជើងខៅឆ្វេងថែមទៀតរបស់អាឡិចកៅខៅឆ្វេងម្ដាយខុសបាទដើរចូលពីនេះស៊ុនមីនីប្រិយស្ដាំទស្សនាទី2រ៉ាន់ សូមអញ្ជើញទស្សនាជាបន្តទៀតទឹកទី2បាទគូផ្ដាច់គ្រាប់ដណ្ដើមប្រាក់លានគូទី6បង្គោលក្រហមអាឡិចកៅបង្គោលខៀវហាម៉ាត់បាទស៊ូមីនីបាទមកពីប្រទេសអឺរ៉ុបបាទអឺរ៉ុបប៉ះបារាំងបាទទឹក2ហើយបាទខៅឆ្វេងក៏ក្រៅបាទព្រមគាត់ឆ្វេងរបស់បាទស៊ូមីនីគាត់ឆ្វេងមកតាមដងខ្លួនតងគាត់ស្ដាប់វាជើងចោអាឡិចកៅបាទអត់ធ្វើអីចេញទេបាទចូលចាប់បាទខៅឆ្វេងម្ដាយបានល្អរបស់អាឡិចកៅគាត់ក្រោមរបស់ម៉ាស៊ុនមីនីដាក់ចូលទស្សនាបាត់ពិសេសគាត់បាទសម្រាប់ឆ្នាំទី2ល្អមែនតើបាទស៊ុនមីនីនេះក្រាបបាច់តែមួយទួកីឡាករពីររូបក្នុងថ្ងៃតែមួយបានទៅលើកីឡាករបង្គោលខៀវ The Blue Corner Ahmed អ្នកចម្បាំងកម្លាំងកម្ពុជាបាទជាថ្មីរកទៀតបាទសូមសម្លេងអបអរសាទរដល់អាម៉េតខ្លាំងមួយបាន